ជំរាបសួរនិងសួស្តីដល់ប្រិយមិត្តទាំងអស់គ្នាជាទីគោរពបាទជួបគ្នាសាជាថ្មីបាទនៅក្នុង Channel សុជា Blogger ដំណើរយើងបែកគ្នាយូរហើយថ្ងៃនេះគឺ admin មានរឿងបាទមកទស្សនាមួយដោយសារតែរឿងនេះបាទយើងឆ្លុះបញ្ចាំងពីតថភាពសេចក្តីស្នេហារបស់អ្នកមេម៉ាយបាទជាមួយនឹងកំឡោះបាទរឿងនេះកើតឡើងតាំងឆ្នាំ2007បងប្អូនបាទនៅខាងខេត្តបន្ទាយមានជ័យបាទស្រុកម៉ាឡៃមានបាទក្មេងប្រុសបាទមិនថាក្មេងប្រុសទេចាស់ដែរហើយបាទឈ្មោះជួនបាទជាអ្នកនៅខាងម៉ាឡៃហើយមានមុខរបរជាកម្មករដំបងឡាយបរោះជួនហ្នឹងគាត់មិនចេះមានស្នេហាទាំងអស់បាទគាត់ចេះមានស្នេហាទេគាត់បកកែខាងធ្វើការនិយាយចំជំនាញឧស្សាហ៍ជួយការងារផ្ទះធ្វើការអីធម្មតាហើយបើក្នុងភូមិគេហៅគាត់ហ្នឹងគឺគេហៅថាមនុស្សដែលមិនចេះញ៉ែបាទគឺជាអ្នកដែលមិនចេះញ៉ែអីសោះហ្មងអត់ចេះញ៉ែបណ្ដោយភាគច្រើនអ្នកភូមិនិងអ្នកធ្វើការជាមួយគេតែងតែចាក់ផាគាត់លើកដាក់ជាមួយនឹងកមុំនេះមីម៉ាយនេះកមុំនោះមីម៉ាយនោះអញ្ចឹងទៅហើយគាត់អត់ខ្វល់ទេព្រោះសារគាត់អត់ដែលមានស្នេហាគាត់ចេះស្នេហាទាំងអស់បាទគេហៅថាកំឡោះបុរាណនៅថ្ងៃមួយបាទនៅឆ្នាំ2007ដែរប្រហែលជាគាត់ស្គាល់អ្នកផ្សេងច្រើនណាគាត់ស៊ីឈ្នួលគេធម្មតាអញ្ចឹងទៅថ្ងៃមួយគាត់ឃើញបាទមីម៉ាយម្នាក់បាទដែលមានកូនពីរណាកូនស្រីពីរមីម៉ាយណាហើយរូបឆោមស្អាតគួរសមប្រឡោមពណ៌អែមដែរគួរសមបែបអ្នកស្រែគាត់ចាប់អារម្មណ៍តែគាត់អត់ហ៊ានធ្វើអីទេគាត់ចាប់អារម្មណ៍មែនទែនគាត់ឃើញគាត់ស្រឡាញ់តែគាត់អត់ប្រាប់ណាទេគាត់ស្រឡាញ់មែនទែនហើយនៅក្នុងពេលដែលគាត់ឃើញគាត់ឃើញនៅក្នុងតថភាពមួយដែលប្រិយមិត្តប្រហែលជាមិនដឹងទេគឺដោយសារចេះទេមនុស្សគាត់មិនដែលចូលចិត្តរឿងស្រីអីទេតែថ្ងៃហ្នឹងគឺគាត់ទៅធ្វើការទៅគាត់មកវិញមុនគេណាហើយគាត់ឃើញហ្នឹងហើយម្នាក់ឈ្មោះនីដែលជាមេម៉ាយហ្នឹងណាមួយទឹកនៅក្បែរពីងបាទយ៉ាងទៅលុកទៅលូនបាទសាច់យ៉ាងទៅលុកលូនហើយឈ្មោះជួនហ្នឹងគាត់និយាយពីលបមើលនៅអាក្បែរកត្រាំងខេតក្រោយផ្ទះម្នាក់ឈ្មោះនីមេម៉ាយហ្នឹងអង្គុយមើលឡើងចាប់ដោយសារតែម្នាក់ឈ្មោះនេះគាត់មួយទឹកបែបឈូតមែនតែនបាទគាត់មួយទឹកបែបស៊ីស៊ីបែបបង្ហាញអារម្មណ៍រវើរវាយហាក់ដូចខ្លួនឯងមេម៉ាយយូរឆ្នាំអីចឹងទៅធ្វើឲ្យបរិសុទ្ធជួនហ្នឹងគឺគាត់ក្តៅក្រហួលក្រហាយគាត់មិនដែលមានស្នេហាទេតែគាត់ចាប់អារម្មណ៍នៅក្នុងគ្រាហ្នឹងគឺឃើញម្នាក់ហ្នឹងគឺស្អាតមែនតែននិយាយថាគាត់ដេកសម័យហើយគាត់ដេកសម័យហ្នឹងសឹងថាម្នាក់ហ្នឹងក្នុងកែវភ្នែករបស់គាត់បណ្ដោយតែគាត់អត់ហ៊ានប្រាប់ណាទេហ្នឹងហើយនៅពេលបន្តមកទៀតណាគឺគាត់ចាប់អារម្មណ៍ម្នាក់ហ្នឹងរហូតបាទម្នាក់ឈ្មោះនេះរហូតចាប់អារម្មណ៍ឡើយណាបន្តមកទៀតហ្នឹងគឺគាត់បានធ្វើអីការងារស្អីជួយតើម្នាក់ឈ្មោះនេះរហូតធ្វើការងារមួយគ្នាគឺជួយគាត់រហូតណាជួយលើកជួយលីជួយសែងនិយាយចំធ្វើការសឹងថាអ្នកផ្សេងគេឆ្ងល់តែក៏គេអត់ហ៊ាននិយាយដែរគេចាំមើលពេលដែលគាត់បាននិយាយគ្នាហើយក៏បានសារសងគ្នាទៅក៏គាត់បានប្រាប់ថាស្រឡាញ់គ្នាហើយម្នាក់ឈ្មោះនេះដែលជាមេម៉ាយកូនពីរហ្នឹងក៏គាត់អត់ប្រកាន់ដែរហ្នឹងហើយគាត់អត់ប្រកាន់ទេហើយចាប់ពីនឹងលើកដាក់លើកសែងនេះមកណាហើយថ្ងៃមួយនេះគឺថ្ងៃដែលពិសេសជាងគេដែលថាធ្វើឲ្យអ្នកទាំងពីរអាចរៀបការខ្លាញ់ស្រឡាញ់គ្នាបានណាគឺដោយសារតែថ្ងៃជប់លៀងបាទនៅផ្ទះឈ្មោះនេះហ្នឹងឯងគេហៅឈ្មោះជួនដដែលកម្មវិធីជប់លៀងរបស់គេហ្នឹងគឺយើងហូបបាទវិជាហូបអីចឹងទៅទូទៅណាគឺម្នាក់សម្បឹងអស់ហើយបាទហើយក្នុងពេលហ្នឹងដឹងមិនហីគឺម្នាក់ឈ្មោះនេះហ្នឹងគាត់ដូចជាអារម្មណ៍គាត់បែកមិនដឹងទេពេលហ្នឹងគាត់ហាក់ដូចគាត់ទៅបបួលម្នាក់ឈ្មោះជួនហ្នឹងទៅរួមបាទមេត្រីភាពបាទទៅរួមមេត្រីភាពមានតែដេកមួយគ្នាណាហើយស្រវឹងគ្នាហើយក្នុងពេលហ្នឹងគឺម្នាក់ឈ្មោះជួនហ្នឹងក៏គាត់ថាគាត់ក្តៅមិនគាត់រោរៀលណាគឺគាត់មិនដឹងថាហេតុអីបានជាម្នាក់ឈ្មោះនេះណាដែលជាសង្សាររបស់គាត់ហ្នឹងក៏ឃ្លានបាទក៏ចង់ម្លេះគឺគាត់ចាប់បដ ாய் ចាប់ម្នាក់ប្រុសជួនហ្នឹងនិយាយតាមថាសឹងតែចាប់រំលោភបាទក្នុងពេលហ្នឹងគឺជួនគឺគាត់អត់ដែលទៅបានបាទដេកជាមួយនរណាទេគឺគាត់ស៊ីនមកគាត់ថាគាត់ពិបាកប៉ុន្តែផ្អែមមែនតើគាត់ថាផ្អែមមេម៉ាយកូនពីររសជាតិមេម៉ាយកូនពីរផ្អែមគឺម្នាក់ឈ្មោះនេះហ្នឹងគាត់លេងប្តីហ្នឹងវាចូលចិត្ត7 8ឆ្នាំអញ្ចឹងដូចកមុំស៊ីនហ្នឹងអញ្ចឹងទៅគឺវាហាក់ដូចជាធ្វើឲ្យជួនហ្នឹងគាត់សំណាងគឺគាត់មិនទាន់បានការអីសារភាពទេត្រឹមត្រូវទេតែគឺគាត់បានដេកជាមួយនឹងឈ្មោះនេះនឹងទៅហើយហ្នឹងហើយឈ្មោះនេះនឹងគឺគាត់បំរើបាទម្នាក់ឈ្មោះជួននឹងយ៉ាងល្អមែនទែនបាទនៅក្នុងគ្រាយប់ដំបងបាទនៃភាពស្រវឹងមានតែឈ្មោះជួននឹងក៏អត់សូវស្រវឹងទេតែឈ្មោះនេះក៏ស្រវឹងហើយគាត់ថាសឹងថាក្បាច់អីក៏មានដែរបាទគ្រប់យ៉ាងធ្វើឲ្យពេលហ្នឹងគឺជួនគាត់អត់មានក្បាច់ទេដោយសារគាត់អត់ចេះណាដល់ពេលឈ្មោះនេះគាត់ចេះ
ហាក់ដូចគាត់ធ្លាប់មានប្តីម្ដងណាគឺគាត់បំរើជូនបានយ៉ាងល្អក្រោយពេលនឹងបញ្ចប់មកគឺគាត់អត់បានទុកដល់ភ្លឺទេខ្លាចគេដឹងអញ្ចឹងណាគាត់ពេលគាត់ឌីហើយគឺស្វាងហ្នឹងហើយស្វាងទៅជួនគាត់ទៅផ្ទះហើយឈ្មោះនេះក៏គាត់រៀងបោកខ្លួនសម្អាតអីមកធម្មតាចាប់ពីថ្ងៃស្អែកឡើងពួកគាត់ស្រឡាញ់គ្នាមែនតើបាទស្រឡាញ់គ្នាពេលដែលគាត់ទៅធ្វើការគាត់មិនសូវបានទៅធ្វើទេគាត់បបួលគ្នាចូលទៅព្រៃរហូតទេណែទៅសារសងគ្នាអំព្រៃបាទថើបបញ្ជក់អីពេញនៅព្រៃនឹងទៅគឺក្តីសុខរបស់គាត់ណាបែបដែលមនុស្សដែលមានស្នេហាដំបូងជាមួយនឹងអ្នកមេម៉ាយហើយគាត់តែនិយាយប្រាប់បាទជួនគាត់តែនិយាយប្រាប់ឈ្មោះនេះណានេះថារសជាតិផ្អែមមែនតើដល់ពេលអញ្ចឹងនេះគាត់អៀនដែរដោយសារអីដល់ពេលនិយាយអញ្ចឹងគាត់អៀនណែហើយបើមិនគាត់ដល់ពេលម្នាក់ឈ្មោះនេះគាត់បាននិយាយថាបើមិនផ្អែមមិនបើស៊ីនខានយូណែវាទៅអញ្ចឹងណាហើយដល់ពេលពួកគាត់តែងតែរួមមេត្រីគ្នារហូតបាទរួមមេត្រីគ្នារហូតគាត់ឲ្យចេញពីផ្ទះគាត់ធ្វើការដឹងតែរួមគ្នាហើយគាត់ទ្រាំតែគាត់ដល់អាយុប៉ុណ្ណេះគឺគាត់បានរៀបការជាមួយគ្នាហើយបាទបានរៀបការមួយគ្នាហើយក៏ចូលរួមសប្បាយដែរហើយរឿងនេះជារឿងពិតណាប្រិយមិត្តរឿងហ្នឹងគឺដោយសារអីជួនជាអ្នកប្រាប់ទេហើយរឿងនេះសូមអាក់អំបាំងហើយអត់បញ្ជាក់ទីតាំងណាស្ដាប់ខ្ញុំអត់ដឹងទេតែគាត់ដឹងថារឿងនេះជារឿងពិតបាទនៅក្នុងសង្គមបាទមែនតើណាហើយសង្ឃឹមថាបងប្អូននឹងបន្តគាំទ្រ admin នៅក្នុងរឿងផ្សេងៗដោយសាររឿង